OK សួស្តីគ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំមកធ្វើវីដេអូមួយតាក់ទងជាមួយនឹង eigen value ហើយនិង eigen vectors ដែលជាមេរៀនមួយសំខាន់ដែរដែលលោកគ្រូគាត់បានតម្លែងឲ្យយើងមើលហ្នឹងនេះគឺជាអីដែលខ្ញុំបានទៅរៀនកាលពីព្រឹកថ្ងៃសុក្រទឹកមុនហ្នឹងហើយចង់ចែកម្លែកបន្ថែមដោយសារតែខ្ញុំមើលឃើញថាអ្វីដែលនៅក្នុង slide វាអត់ធ្វើឲ្យយើងអត់សូវយល់មែនទេអញ្ចឹងយើងទៅស្គាល់ concept របស់ eigen vector និង eigen value ហើយនឹងខ្ញុំនឹងបង្ហាញពី motivation មួយដែលធ្វើឲ្យយើងអាចសិក្សាពី eigen vector និង eigen value បានគេមុននឹងឈានចូលទៅដល់ eigen vector និង eigen value យើងទៅស្គាល់ជាទូទៅនៅពេលដែលយើងនិយាយតាក់ទងជាមួយនឹង matrix យើងអាចធ្វើបានត្រឹមតែប្រមាណវិធីបូកយើងអាចធ្វើបានត្រឹមប្រមាណវិធីបូកដកហើយនឹងគុណទេមែនទេយើងតម្រៀនពីប្រមាណវិធីបូកដកហើយនឹងគុណទេចំពោះ matrix 2អញ្ចឹងទៅប៉ុន្តែយើងអត់ទាន់មានលក្ខខណ្ឌដែលយើងឧបមាថាឥឡូវយើងមាន matrix A ស្មើនឹងខ្ញុំមាន matrix A 2 ខ្វែង2ចុះ2 1 4 5ហើយខ្ញុំចង់លើកអាហ្នឹងទៅជាស្វ័យគុណ A ស្វ័យគុណ10អីចឹងថាតើយើងអាចគណនា matrix A ស្វ័យគុណ10ហ្នឹងបានដោយរបៀបម៉េចបើសិនជា matrix ផលគុណមានលក្ខណៈងាយស្រួលនោះ A ស្វ័យគុណ10ឬក៏ power នៃ matrix ហ្នឹងក៏វាស្រួលដែរគឺយើងគ្រាន់តែឧទាហរណ៍ថាបើសិនជា A matrix A ខ្ញុំមាន matrix A ហើយនិង matrix B ឧទាហរណ៍ចុះmatrix A មួយទៀតហ្នឹងហើយ matrix A ដដែលហ្នឹងហើយខ្ញុំយកវាគុណចូលគ្នា2 4 1 5បើសិនជា matrix គេគុណរបៀបយកតួនីមួយៗវាគុណចូលគ្នាយកតួទី1គុណតួទី1យកតួនេះគុណជាមួយតួនេះយកតួនេះគុណជាមួយនឹងតួនេះហើយតួនេះគុណជាមួយនឹងតួនេះអញ្ចឹង A ស្វ័យគុណ10ហ្នឹងគឺវាស្រួលទេគឺគ្រាន់តែយើងយក2ស្វ័យគុណ10 4ស្វ័យគុណ10 1ស្វ័យគុណ10ហើយនិង5ស្វ័យគុណ10មកស្រួលប៉ុន្តែជាក់ស្ដែងផលគុណ matrix វាអត់ធ្វើអញ្ចឹងហើយបានការរកស្វ័យគុណនៃ matrix មួយគឺវាមានលក្ខណៈស្មុគស្មាញដែលយើងអត់អាចធ្វើដោយងាយស្រួលបានគឺយើងត្រូវការគុណម្ដងមួយអញ្ចឹងវាប្រើចំណាយពេលយូរប៉ុន្តែបើសិនជា matrix ចេះឧបមាថា matrix 1 2ហើយកន្លែងនេះ0 0បើសិនជាឥឡូវខ្ញុំឧបមាថាខ្ញុំយកស្វ័យគុណ A ស្វ័យគុណ2ចុះខ្ញុំយក A ស្វ័យគុណ2មានន័យថាយក A គុណជាមួយនឹង A អញ្ចឹងគុណជាមួយនឹង matrix 1 0 0ពេលយើងគុណគឺយើងគុណតាមមិនបានទេអញ្ចឹងអានេះ A 1 1បានន័យថាយកជួរទី1និង column ទី1អញ្ចឹង1គុណ1 1អញ្ចឹង1គុណ1ហើយបូក0គុណ0 0កន្លែងហ្នឹងមួយទៀតA 1 2ហ្នឹងហើយរោទី1 column ទី2អញ្ចឹងរោទី1ដដែល column ទី2អញ្ចឹង1គុណ0 0 0គុណ2 2 0គុណ2 0អញ្ចឹងយើងបាន0ដល់ពេលនេះរោទី2column ទី1អញ្ចឹង0គុណ1 0 0គុណ2 0 0ដដែលហើយអានេះ0គុណនឹង0គុណនឹង2 0 2គុណនឹង2 2ក្រេអញ្ចឹងបើសិនជា matrix ដែលមានលក្ខណៈ diagonal បែបនេះគឺយើងអាចទៅសេចាស់បានហ្នឹងហើយអញ្ចឹងមានន័យថាបើសិនជាខ្ញុំចង់យក A ស្វ័យគុណ3ប្រកាសជា1ស្វ័យគុណ3 0 0 2ស្វ័យគុណ3អញ្ចឹងយើងស្រួលអញ្ចឹង motivation ដែលយើងនឹងរៀន eigen vector និង eigen value គឺគេចង់ឲ្យយើងទៅសេ matrix ធម្មតាបែបនេះទៅសេរបៀបម៉េចឲ្យវា relate ជាមួយ matrix ទៅជា matrix diagonal នេះដើម្បីឲ្យយើងងាយស្រួលនៅក្នុងការលើកជាស្វ័យគុណហ្នឹងហើយដល់ពេលយើងលើករបៀបម៉េចអាហ្នឹងយើងទៅមើលទាំងអស់គ្នាថាប៉ុន្តែមុននឹងយើងដឹងថាវាទៅសេរបៀបម៉េចឲ្យតាក់ទងយើងទៅដឹងពី eigen vector និង eigen value សិនហើយដើម្បីស្គាល់ concept របស់ eigen vector និង eigen value បានលុះត្រាតែយើងស្គាល់ពី concept របស់ matrix តើ matrix ជាអីហើយវាធ្វើមិនចំពោះ vector មួយអញ្ចឹងណាយើងគិតចេះពីសប្តាហ៍មុនលោកគ្រូគាត់និយាយថា matrix មានតួនាទីនៅក្នុងការ transform vector មួយឲ្យក្លាយទៅជា vector ថ្មីមួយទៀតហើយ matrix មួយមានតួនាទីខុសគ្នា matrix ខ្លះគាត់ទៅបង្រួមមក vector ហ្នឹងហើយ matrix ខ្លះទៀតគាត់ទៅ pollute ហើយ matrix ខ្លះទៀតគាត់ទៅនិយាយទៅគាត់ហ្នឹងហើយបដូរ vector ហ្នឹងឲ្យក្លាយទៅជា vector ថ្មីមួយទៀតហ្មងហ្នឹងអញ្ចឹងអាហ្នឹងគេហៅថា matrix ការគិតន័យមួយរបស់ matrix អញ្ចឹងនៅពេលដែលយើងយក matrix A ខ្ញុំឧទាហរណ៍ថាខ្ញុំមាន matrix A ទៅ add on matrix សំទោសទៅ add on vector x បានន័យថាយើងយក A ហ្នឹងទៅគុណជាមួយនឹង vector x matrix A ទៅគុណជាមួយ vector x មែនទេអញ្ចឹង property របស់ vector មួយគឺមាន length ហើយនឹងមានទិសដៅ direction មែនទេអញ្ចឹងនៅពេលដែលគេនិយាយថា matrix A ទៅ act on vector មួយដែលជា vector x នេះឲ្យក្លាយទៅជា vector ថ្មីមួយទៀត
mà tham vector y cho thọ chẳng mà này tham matrix nó nâng đôi kì đôi bảo váy hay nâng đôi từ đáyរបស់ vector x ហ្នឹងហើយឲ្យខ្លាយទៅជា vector y ដែលជា vector ថ្មីឬមួយក៏យើងឬមួយក៏បដូរតែទិសដៅឬមួយក៏បដូរតែប្រវែងអត់បដូរទិសដៅអាហ្នឹងក៏គេហៅថាការបដូរដែរអញ្ចឹងគេចង់ហើយគេក៏សម្គាល់ឃើញមួយហ្នឹងគេក៏សម្គាល់ឃើញមួយដោយសារតែ matrix វាបដូរ x ហ្នឹងវាបដូរ x ហ្នឹងវាបដូរ vector ឲ្យខ្លាយទៅជា vector មួយដែលមានរូបរាងថ្មីគេក៏សម្គាល់មួយគេចង់រកតើ matrix ណាដែលបដូរ vector សុំទៅមិនមែន matrix ណាតើ vector ណាដែល matrix គាត់ act on ទៅនេះ matrix នេះយក matrix ទៅដាក់លើវាទៅវា produce vector ថ្មីដែរប៉ុន្តែ vector ថ្មីហ្នឹងអត់បដូរទិសដៅទេហ្នឹងអត់បដូរទិសដៅទេបានន័យថា direction គឺអត់ change ទេតែអាច change តែប្រវែងហ្នឹងអញ្ចឹងអា vector ដែល matrix គាត់ act on ហើយចេញ vector ហ្នឹងទៅដែរប៉ុន្តែបដូរតែប្រវែងហ្នឹងណាបដូរតែប្រវែង vector ហ្នឹងគេហៅថា vector eigenvector ហើយអាប្រវែងដែលតម្លៃដែលបដូរតែប្រវែងរបស់ vector អាហ្នឹងគេហៅថា eigenvalue ហ្នឹងហើយ eigenvalue អញ្ចឹងបានន័យថា eigenvector គឺជា eigenvector វាគឺជា vector ទាំងឡាយណានៅពេលដែល matrix A act on ឬក៏បំលែងវាបដូរតែប្រវែងទេចំណែកទិសដៅវានៅតែយើងធ្វើមិនដឹងពេលណាដែល vector 2មានទិសដៅដូចគ្នាពេលណាដែល vector 2មានទិសដៅដូចគ្នាខ្ញុំលើកឧទាហរណ៍មួយខ្ញុំលើកឧទាហរណ៍ថាបើសិនជាអូមែនថាយើងមានគេ vector យើងសេអក្សរទូចខ្ញុំមាន vector v vector ហ្នឹង vector 2 1ហើយខ្ញុំមាន vector w 42ខ្ញុំអត់ទាន់ដឹងថា vector ហ្នឹងជា vector ដែលមានទិសដៅដូចគ្នាហើយខ្ញុំគូវាខ្ញុំចង់ដឹងថាហ្នឹងមាន vector មានទិសដៅដូចគ្នាអត់អញ្ចឹងខ្ញុំសង់វាអញ្ចឹង vector v គឺ21អញ្ចឹង21 1 2 1អញ្ចឹងកន្លែងនេះអូខេ vector v vector នោះខ្ញុំប្រើក្រហម42 1 2 3 4 2កន្លែងនេះអញ្ចឹងខ្ញុំគូជាងពីកូអូមើលឃើញ vector ហ្នឹងត្រួតស៊ីគ្នាអញ្ចឹង vector ហ្នឹងវាត្រួតស៊ីគ្នាវាបានន័យថាវាមានទិសដៅដូចគ្នាអានេះទៅណាមួយនឹង v ទៅណាក្រហមទៅនឹងដែរ q ទៅណាក្រហមទៅនឹងដែរក្រហមទៅណា q ទៅនឹងដែរអញ្ចឹងធ្វើម៉េចដើម្បីដឹងថាw ហើយនឹង v មានទិសដៅដូចគ្នា42នេះខ្ញុំចាប់2ជាកតាបានទេចាប់2ជាកតាទៅឃើញ2 1អញ្ចឹងឃើញ vector v ដដែលអញ្ចឹងបានន័យថា vector បើសិនជាយើងចង់ឧបមាថាបើសិនជាយើងចង់ឲ្យ vector w v មានទិសដៅស្របជាមួយនឹង vector w លុះតែ w ហ្នឹងវាស្មើនឹងស្អីមួយតម្លៃស្អីមួយ scalar នឹងតម្លៃ scalar អីមួយគុណជាមួយនឹង vector v ហ្នឹងតោះនេះអញ្ចឹងហើយបានគេនិយាយនេះបានគេនិយាយថាបើសិនជា matrix បើសិនជា vector 1 vector x ហ្នឹងយក matrix A ទៅ act on ហ្នឹងហើយទៅបំលែងវាហើយវាចេញ vector ដដែលនេះហើយ vector ហ្នឹងគ្រាន់តែជា scalar vector ហ្នឹងកើតចេញពីតម្លៃណាមួយយកតម្លៃ scalar ទៅគុណជាមួយនឹង vector x នោះ vector ហ្នឹងហើយជា vector eigenvector តោះនេះគ្នាអញ្ចឹងនេះគឺជា concept របស់ eigenvector គឺគេចង់ចាប់អារម្មណ៍ទៅលើ eigenvector គឺគេចង់ចាប់អារម្មណ៍ទៅលើ vector ណាដែល matrix បំលែងទៅអា vector ហ្នឹងគឺបំលែងតែប្រវែងទេវាអាចបង្រួមឲ្យខ្លីឬមួយក៏វាបដូរទិសដៅអញ្ចឹងប៉ុន្តែនៅលើបន្ទាត់តែមួយឬមួយក៏វា pollute ឲ្យវែងជាងមុនក៏បានដែរតោះនេះអញ្ចឹងវាធ្វើមិនក៏បានដែរហ្នឹងណាឲ្យតែវានៅលើបន្ទាត់តែមួយអញ្ចឹងហ្នឹងគេហៅថា eigenvector អូខេបន្ទាប់ពីយើងបានស្គាល់ពី concept eigenvector និង eigenvalue ហើយយើងនឹងទៅរៀនអំពីរបៀបនៅក្នុងការរកវាថាតើរក eigenvector និង eigenvalue ហ្នឹងរបៀបម៉េចប៉ុន្តែមុននឹងទៅរកវាខ្ញុំសូមប្រាប់ថាចា A នេះអូខេឥឡូវយើងរកសិនហ្នឹងយើងរកវាសិនចឹងដើម្បីរកវាបានដោយសារតែ x នេះក៏យើងរក lambda នេះក៏យើងរកហើយ x នេះក៏យើងរកអញ្ចឹងមានន័យថាយើងមានតែ matrix A មួយអញ្ចឹងយើងអាចធ្វើតាម Gauss E បានទេអញ្ចឹងវិធីដែលគេរកទីមួយគេបោះlambda x lambda គុណនឹង vector x ហ្នឹងមកខាងឆ្វេងអស់មកយើងមាន A x ដក lambda x ហ្នឹងហើយអញ្ចឹងស្មើ0ហើយដោយសារតែ lambda នេះជាតម្លៃខ្ញុំចង់ចាប់ vector x ជាកតាប៉ុន្តែខ្ញុំមិនអាចទៅសេថា A ដក lambda បានតែម្ដងទេដោយសារតែ lambda នេះជាតម្លៃហើយ A ហ្នឹងជា matrix
chẳng đầm bay ao làm anh ấy bị valid khi con thêm nâng vector ai một tiệt để sang vector ai con nâng làm đá nơi ta làm đá tại nơi ta làm đá tại của vector ai nhưng đang hết theo chỉ sắp tới mình vector matrix để áp thuế cái sao áp thuế cái sao chẳng chung smart soul nó ok chẳng ok chẳng nó bây giờ dương khơi cùng rộng bạc ní anh ấy vì hạ đôi chiaสมัยกาโอโมไซน์เดี๋ยวยังสลับเล่นกาปียูได้ตั้งปีปีใบปีบัวเนาะเนี่ยเดี๋ยวยังมีตำรวจเอเอ็กซ์มาโซเนาะจังสมัยกาเอเอ็กซ์มาโซนี่วีแอดมีจำนวนแต่มวยกดหรือก็จำนวนจานรอบอ่ะhayจำนวนแต่มวยกดnó cứ sâu này cứ x này cứ x sâu này đấy vector x มาโซគឺយើងអត់ចង់បានទេហ្នឹងហើយគឺយើងអត់ចង់បានទេព្រោះ eigen vector គឺអត់អាចជា vector 0បានទេពីព្រោះ vector 0មិនមែនជា vector ដែលជា vector ដែលអត់មានទិសដៅហ្នឹងហើយជា vector ដែលអត់មានទិសដៅអញ្ចឹងមិនយើងនិយាយគ្នាហើយថា eigen vector ជា vector ទាំងឡាយនេះដែលពេលដែល matrix ធ្វើ transformation លើវាទៅវាគ្រាន់តែប្រូប្រវែងទេប៉ុន្តែ direction វានៅដដែលអញ្ចឹង vector 0កន្លែងនេះគឺយើងអត់ចូលអញ្ចឹងបើសិនជា vector 0អត់យកអញ្ចឹងបានន័យថាយើងចង់ឲ្យ ax មក0នេះមានតម្លៃមានចម្លើយច្រើនដល់អស់ហ្នឹងហើយ infinite many solution ហើយដើម្បីចង់បាន infinite many solution លុះត្រាតែមិនលុះត្រាតែនៅក្នុងនេះលុះត្រាតែ a មិន a នៅពេលដែលយើងធ្វើ Gauss ហ្នឹងនៅពេលដែលយើងធ្វើ Gauss ទៅវាមាន free column ហ្នឹងតែកាលណាមាន free column បានន័យថាមាន infinite many solution ហ្នឹងអញ្ចឹងបានន័យថាយើងចង់ឲ្យvector a នេះសំដៅ matrix a នេះមាន free column ពេលដែលយើងធ្វើ Gauss ហើយនៅពេលដែលយើងរៀនការពីសប្តាហ៍មុនលោកគ្រូបានប្រាប់ថាចាកាលណា data ម្ដងនៃ vector មួយសំដៅនៃ matrix មួយអូថា matrix a កាលណា data ម្ដងនៃ matrix a ហើយ matrix a ហ្នឹងវាជា matrix ដែលមាន free column ឬក៏មាន dependent column នោះ data ម្ដងរបស់ matrix a នោះនឹងស្មើ0ហ្នឹងហើយ matrix a ហ្នឹងនឹងស្មើ0អញ្ចឹងកន្លែងនេះគឺយើងនឹងប្រើ concept data ម្ដងមកធ្វើដោយសារតែយើងអត់ទាន់ស្គាល់ lambda នេះអញ្ចឹងយើងអាចធ្វើ Gauss បាននេះយើងអាចធ្វើ Gauss បាននេះអញ្ចឹងយើងនឹងប្រើ concept data ម្ដងដោយឲ្យdata ម្ដងនៃ matrix ហ្នឹងនៃ matrix ទាំងមូលហ្នឹងគឺស្មើ0នោះគឺយើងអាចរកឃើញ lambda អូខេឲ្យវាស្មើ0អញ្ចឹងពេលដែលយើងឲ្យវាស្មើ0គឺយើងអាចរកឃើញ lambda ហើយពេលដែលយើងរកឃើញ lambda គឺយើងអាចរកឃើញvector eigen vector បានហើយហ្នឹងហើយបន្ទាប់ពីយើងដឹងហើយពីរបៀបនៅក្នុងការរក eigen value និង eigen vector ឥឡូវគឺយើងទៅដល់របៀបនៅក្នុងការដោះស្រាយ path វិញម្ដងអញ្ចឹងម្ដងហើយម្ដងទៀតគឺអ្វីដែលយើងយល់ប្រសើរជាងចាំរូបមន្តហ្នឹងហើយអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងថា data ម្ដងនេះ a ដក lambda e ស្មើ0បានមកពីនេះខ្ញុំព្យាយាមយល់អាហ្នឹងជាជាងយើងយល់ជាជាងយើងចាំណាអញ្ចឹងk ដើម្បីរក vector eigen vector និង eigen value បានហ្នឹងអញ្ចឹងជាដំបូងគឺយើងឲ្យ data ម្ដងនៃ a ដក e ហ្នឹងគឺស្មើ0មកហ្នឹងហើយ a ដក e ស្មើ0អញ្ចឹងយើងយក matrix A ដក lambda e មកអញ្ចឹង lambda e គឺជាប្រភេទ matrix បែបនេះយើងដឹងថា e ជា matrix ប្រភេទមានលេខ1នៅកត់ត្រង់របស់វាអញ្ចឹងlambda e គឺអាស្រ័យទៅលើ a បើ a ជា vector 2 ខ្វែង2សំដៅជា matrix 2 ខ្វែង2អញ្ចឹង e នេះក៏2 ខ្វែង2ទៅបើ a matrix 3 ខ្វែង3matrix ហ្នឹងក៏សំដៅហ្នឹងឯ matrix e ហ្នឹងក៏3 ខ្វែង3តាមហ្នឹងដែរហើយ matrix នេះយើងធ្វើបានតែការ៉េទេ matrix ការ៉េទេហេតុអីបានយើងរក eigen vector និង eigen value ដោយប្រើ matrix ការ៉េពីព្រោះថាខ្ញុំឧទាហរណ៍ណាបើសិនជាយើងមាន eigen vector នេះ1ចុះ2 1មាន eigen vector 1ហើយបន្ទាប់មកខ្ញុំគុណនឹង matrix A អញ្ចឹងអានេះវាមិន2 ខ្វែង1អូខេអញ្ចឹងប្រកាសជា matrix យើងត្រូវ2 ខ្វែងនឹង2ខ្វែងកន្លែងនេះ A1 អញ្ចឹងយើងដឹងស្រាប់ហើយថាពេលដែលចម្លើយចេញទៅប្រកាសជាយកតួកន្លែងនេះគុណជាមួយនឹងតួកន្លែងនេះដើម្បីចេញចម្លើយមែនទេអញ្ចឹងប្រកាសជាស្អីមួយគុណនឹងលេខ1អញ្ចឹងបើសិនជាកន្លែងហ្នឹង2ដូចគ្នាអញ្ចឹងអានេះមិន2អញ្ចឹងមានន័យថា matrix នេះឃើញវានៅក្នុង dimension តែមួយនៅក្នុង or ការ៉េដូចគ្នាតែបើសិនជាយើងហ៊ានដាក់លេខ3មើលអញ្ចឹងកន្លែងនេះមិនទៅជា3អញ្ចឹងឃើញវាខុស dimension បែបនេះអញ្ចឹងmatrix នេះគឺធ្វើបានតែ matrix ការ៉េទេហ្នឹងហើយអញ្ចឹងហ្នឹងហើយធ្វើតាមហ្នឹងហើយអូខេអញ្ចឹងយើងគេ matrix E វាប៉ុណ្ណឹងដល់ពេលដែលយើងគុណ lambda ចូលគឺយើងគុណហ្នឹងហើយកត់ត្រង់វាទៅជាហ្នឹងហើយកគុណកត់ត្រង់ចូលវាទៅជា lambda 0 0 lambda
chẳng bây giờ đọ cho mùi nâng é vì tới chỉ để tem mà nó này 4 đọ làm đá này đọ tam tàng cặp trong nguyên máu phí hay nâng 7 đọ làm đá chẳng nâng smart sound chứ những đăng ấy để tem mà nó KP sắp đá muốn là nhưng man riêng đôi trái chẳng con khoảnh này làm bay đọ để tem nó cứ con khoảnh chẳng 7 đọ làm đá con cho mùi nâng 4 đọ làm đá đọ cho mùi nâng pi con mùi này chẳng pi cái smart sound này những chắp làm believe em á nhưng man về bốn nó về đọc phí đọ đọ 7 đọ 4 đọ 4 làm đá hay nâng bột làm đá cái này hay đọ pi mất smart sound chẳng chăm tụ tuột với mất làm đá cái đấy đọ 4 làm đá bột đọc chẳng là nít nhưng chập chỉ cái táคือខ្ញុំគេចាប់ជាកតាមកចឹងយើងបានលំដាស្មើ5ហើយនឹងលំដាស្មើ2ចឹងបានន័យថាយើងរកឃើញ eigen value មុនបន្ទាប់មកបានយើងយកទៅធ្វើនៅក្នុងនឹងឲ្យបានយើងយកទៅរ eigen vector ចឹងដោយសារតែលំដា eigen value មាន2ចឹងអា vector eigen vector nó cũngមាន2ដែរចឹងយើងបានបើហ្នឹងហើយបើសិនជាលំដាយើងស្មើ5ហើយបើសិនជាលំដាអូបើសិនជាលំដាយើងស្មើ5យើងយកវាម្ដងមួយអញ្ចឹងបើសិនជាលំដាស្មើ5អញ្ចឹងម៉ាត្រីនេះនឹងម៉ាត្រីមួយនេះនឹងខ្លាយទៅជាមែន4ដក5អញ្ចឹងវាទៅជាដក1 1ដដែល2ដដែលហើយនេះ3ដក5វាទៅជាដក2អញ្ចឹងមានន័យថាយើងរក vector អីគេ vector x ឬក៏យើងតាំងដោយ v ក៏បានហ្នឹងហើយឲ្យស្មើអីគេស្មើនឹង vector 0អញ្ចឹងមានន័យថាយើងហ្នឹងហើយយើងដោះស្រាយរក x មែនទេអញ្ចឹងអាហ្នឹងដោះស្រាយសមីការយើងធម្មតាមកយើងបំបត្តិហ្នឹងហើយយើងធ្វើ Gauss មកអូខេអញ្ចឹងយើងបានR2 ដក R1 បូក R1 ទៅបូក2ដង R1 ទៅគឺបានអញ្ចឹងបានដក1 0អានេះR2 បូក2ដង R1 ហ្នឹងអញ្ចឹងនេះ0អញ្ចឹងអានេះមាន pivot ប៉ុន្តែជួរខាងនេះអត់មាន pivot ទេជួរទី2អត់មាន pivot ទេអញ្ចឹងបានន័យថាម៉េចបានន័យថា column មាន free column មែនទេមាន free column អញ្ចឹងបានន័យថាជួរនេះជួរទី2នេះមាន free ជា free column អញ្ចឹងបានន័យថាមាន free variable អញ្ចឹងយើងបានយើងឲ្យ header ស្មើ1មកពេលដែលកាលណាមាន free អញ្ចឹងយើងមិនឲ្យ header ស្មើ1មែនទេអញ្ចឹង header ស្មើ1អញ្ចឹងនាំឲ្យ x1 ហ្នឹងហើយ x1 ស្មើអីគេនេះជួរនេះមកអានេះយើងបាន x1 បូក x2 ស្មើ0អញ្ចឹងយើងបានដក x1 ស្មើដក x2 នាំឲ្យ x1 ស្មើ x2 អញ្ចឹងបានន័យថានាំឲ្យ x1 ស្មើ1អញ្ចឹងយើងបាន eigen vector របស់យើងគូ lambda ហ្នឹងហើយគូ lambda ស្មើ5នាំឲ្យ eigen vector យើងគឺ x 11អូខេមួយទៀតបើសិនជា lambda ស្មើមែនស្មើ2អញ្ចឹងបើសិនជា lambda ស្មើ2នាំឲ្យ a របស់យើងវាទៅជាអី sorry a ដក lambda របស់យើង a ដក lambda e វាទៅជាអូខេអញ្ចឹងវាទៅជា4ដក2វាឃើញ2ហ្នឹងហើយ4ដក2ឃើញ2 2 1 2 1 1អូខេអញ្ចឹងរកអីដដែលអញ្ចឹងបាត់លេខក្រោម pivot នេះមកយើងបានទៅជា2 0 1 0គេដដែលទេអានេះអត់មាន pivot នៅ column ទី2ទេហើយហ្នឹងហើយនៅជួរទី2អត់មាន pivot ហ្នឹងហើយអញ្ចឹងcolumn ទី2 free អញ្ចឹងឲ្យ header ស្មើ1អញ្ចឹងនាំឲ្យ x1 ស្មើមែនheader ស្មើ1អញ្ចឹងនាំឲ្យដកអងស្មើដក1លើ2ឃើញដក1លើ2អញ្ចឹងយើងបានកន្លែងនេះគូវាគឺ lambda ស្មើនឹង2 lambda ស្មើនឹង2ហើយ x យើងគឺស្មើនឹងដក1លើ2 1អូខេអញ្ចឹងនេះគឺជាការដែលយើងរស្អីគេរ eigen vector និង eigen value ហ្នឹងហើយអញ្ចឹងអូខេឥឡូវយើងចូលទៅមួយទៀតគឺតើយើងអាច relate ហ្នឹងហើយតើយើងអាច relate អីដែលខ្ញុំសន្យាតាំងពីដើមវីដេអូថានេះយើងបើសិនជាយើងមាន matrix
matrix A 1 2 1 2ចឹងឧទាហរណ៍ណាតើយើងអាច relate អា matrix របស់យើងនឹងជាមួយនឹង matrix diagonal matrix ចេះបានមិនហ្នឹងហើយមិនចាំតែលេខ1ទេលេខប៉ុន្មានក៏បានដែរប៉ុន្តែឲ្យតែលេខដែលនៅក្រៅកត់ទ្រង់ហ្នឹងគឺ0អូខេយើងទៅតាមសញ្ញាដែលយើងនិយាយថាយើងនឹងទៅសេ matrix A មួយនេះធ្វើមិនក៏ដោយនៅពេលដែលA ស្វ័យគុណ10យើងមិនចាំបាច់ហត់នៅក្នុងការគុណម្ដងមួយហ្នឹងហើយអូខេអញ្ចឹងហេតុអីបានវា special ណា eigen vector និង eigen value ហ្នឹងណាអូខេអញ្ចឹងដោយរកឃើញ eigen vector និង eigen value ខ្ញុំនឹងបង្កើត matrix ថ្មីមួយទៀតដែលខ្ញុំដាក់ឈ្មោះឲ្យថា matrix S ហ្នឹងហើយ matrix S កើតចេញពី eigen vector ហ្នឹងកើតចេញពី eigen vector ទាំងពីរហ្នឹងអញ្ចឹងហើយខ្ញុំរៀបវាជាជួរដេកហ្នឹងហើយជួរឈរសុំតោះនេះគឺជា matrix 2សុំតោះ matrix 1ដែលឈ្មោះថា matrix S ហ្នឹងដែលកើតចេញពី eigen vector ទាំងពីរនេះបន្តមកទៀតខ្ញុំយកវាទៅគុណនឹង A បានន័យថាយក matrix A ហ្នឹងមកគុណជាមួយនឹង matrix S នេះអញ្ចឹងបានន័យថាយក matrix A ទៅគុណជាមួយនឹង matrix S អញ្ចឹងវាមិនទៅជា A គុណជាមួយនឹង V1 V2 អញ្ចឹងនៅពេលដែលយើងគុណវិធីគុណ matrix មិនមានច្រើនទេអញ្ចឹងខ្ញុំយក matrix ទី2ហ្នឹងហើយ matrix ទី2មិន matrix ទី2ទេវិធីទី2គឺការគុណ matrix ដោយប្រើ column អញ្ចឹងកាលណាយើងមាន matrix A គុណជាមួយនឹង matrix S ដោយយើងប្រើ column ដើម្បីមកគុណបានន័យថាយើងមិនយក column ទី1ហ្នឹងហើយយើងមិនយក column ទី1របស់ matrix S នេះមកគុណជាមួយនឹង vector A ទាំងអស់មែនទេមកគុណជាមួយនឹង vector A ទាំងអស់ទៅវា produce បានអីគេបាន column ទី1ហ្នឹងហើយបាន column ទី1អញ្ចឹង column ទី1ហ្នឹងគឺបានមកពី V1 ហ្នឹងហើយទៅគុណជាមួយនឹង matrix A ហ្នឹងហើយឬក៏ខ្ញុំសរសេរចេះក៏បានដែរហ្នឹងហើយយើងបានA គុណជាមួយនឹង matrix ទី1មែនទេអូខេហើយដូចគ្នាដែរយើងយក column ទី2មកគុណជាមួយនឹង matrix A ទៅយើងបាន column ទី2របស់vector ថ្មីមួយទៀតហ្នឹងអញ្ចឹងយើងបាន A គុណជាមួយនឹង vector មួយទៀតហ្នឹងបាន column ទី2ហ្នឹងហើយបាន column ទី2អូខេបន្តមកទៀតដោយសារតែ A គុណជាមួយនឹង vector របស់យើងហ៎យើងមានចាំប្រមុនណាA គុណជាមួយនឹង vector ទី1មែនទេ A គុណជាមួយនឹង vector x វាមិនស្មើនឹង lambda x មែនទេវាមិនស្មើ lambda x ដោយសារតែ x ជា eigen value មែនទេអញ្ចឹងeigen vector មែនទេអញ្ចឹង v1 មិនជា eigen vector v1 v2 ហ្នឹងមិនជា eigen vector អញ្ចឹងខ្ញុំអាចបដូរការសរសេរទៅជានេះអាហ្នឹងខ្លាយទៅជា lambda ហ្នឹងហើយ lambda គុណជាមួយនឹង v1 អានេះ lambda 1មួយទៀត lambda 2គុណជាមួយនឹង v2 បានទេហ្នឹងហើយវាមិនដូចគ្នានេះឃើញទេ lambda 1 lambda 2ហ្នឹងហើយអញ្ចឹងយើងសរសេរបានប៉ុណ្្នឹងណាហ្នឹងហើយអញ្ចឹងនៅពេលដែលយើងសរសេរបានប៉ុណ្្នឹងហើយយើងពលាតបានយើងផ្ដាច់វាយើងផ្ដាច់វាអូខេយើងផ្ដាច់វាប៉ុន្តែមុននឹងផ្ដាច់វាខ្ញុំសូមបញ្យល់អ្នកដល់គ្នាបន្តិចកន្លែងនេះមកទេ A នេះគុណជាមួយនឹង vector v ប៉ុន្តែកន្លែងនេះ lambda 1គុណមួយ vector 1ហ្នឹងបានន័យថាតម្លៃ scale ហ្នឹងហើយបានន័យថាយើងចង់ scale column ទី1ដោយប្រើ lambda អងយើងចង់ scale column ទី2ដោយប្រើ lambda ដឺអញ្ចឹងកាលណាយើងចង់ scale column របស់ matrix ណាមួយគឺគេធ្វើចេះឥឡូវប្រហែលខ្ញុំមាន2 4 5 6ហើយខ្ញុំចង់ scale column នេះខ្ញុំចង់ scale column នេះនឹង2ហើយ scale column នេះនឹង3អញ្ចឹងដើម្បី scale អញ្ចឹងវាមិនតែជាថ្មីជាមួយខ្ញុំខ្ញុំតាមតិចខ្ញុំចង់បានលទ្ធផលចេះខ្ញុំចង់បានលទ្ធផល4 8 15ហើយនឹង18ហ្នឹងខ្ញុំចង់បាននេះ matrix ហ្នឹងឲ្យខ្លាំងជា matrix នេះដោយខ្ញុំ scale column ទី1និង2 column ទី2និង3អញ្ចឹងដើម្បី scale អាហ្នឹងបានខ្ញុំគ្រាន់តែយកវាមកគុណជាមួយនឹង matrix diagonal មកខ្ញុំមាន2 4 5 6ដោយដាក់អង្កត់ទ្រូង
នឹងលេខដែលខ្ញុំចង់ scale អញ្ចឹងបើខ្ញុំចង់ scale column ទី1និង2អញ្ចឹងខ្ញុំដាក់2កន្លែងនេះហ្នឹងហើយខ្ញុំដាក់2កន្លែងហ្នឹងហើយខ្ញុំដាក់ column ទី3កន្លែងនេះ column ទី2ដែលលេខដែលខ្ញុំចង់ scale កន្លែងហ្នឹងអញ្ចឹងនេះអញ្ចឹងពេលដែលយើងគុណមើលពេលដែលយើងគុណយើងឃើញចម្លើយចេញអត់អញ្ចឹងយើងអាចគុណអីក៏បានដែរយើងអញ្ចឹងអានេះគុណមួយនេះអញ្ចឹងយើងបាន2 2ដង4 5 0 0អញ្ចឹង4មួយទៀតអានេះម្ដងរ៉ូទី2ជាមួយនេះម្ដងអញ្ចឹង2 4ដងមិន8ហ្នឹងហើយពេលនេះរ៉ូទី1មួយនេះម្ដងអញ្ចឹង2 0ដង0 5 3ដង15ឃើញទេអានេះ4 6ដង4 0ដង0 6 3ដង18ឃើញទេអញ្ចឹងបានន័យថាម៉េចបានន័យថាបើយើងចង់ហ្នឹងហើយបើយើងចង់ scale column ណាមួយនៃតម្លៃណាមួយយើងគ្រាន់តែសរសេរវាជា8ជា2ចេះមកគឺយើងឃើញចម្លើយអីដែលយើងចង់បានអញ្ចឹងអានោះដូចគ្នាដែរអាកន្លែងនេះអាកន្លែងlambda នេះអញ្ចឹងបានន័យថាយើង scale lambda សុំតើយើង scale column ទី1ដោយ lambda on យើង scale column ទី2ដោយ lambda 2អញ្ចឹងអាកន្លែងនេះខ្ញុំសរសេរ8ទៅជាខ្ញុំសរសេរមកខាងនេះហ្នឹងហើយខ្ញុំសរសេរមកខាងនេះយើងបាន v on សុំតv on ហ្នឹងហើយអានេះ video គេអញ្ចឹងខ្ញុំអាចសរសេរហ្នឹងបានដោយគុណជាមួយនឹងចេះមែនទេ lambda on x 0 x 0 lambda 2ហ្នឹងហើយអញ្ចឹងបានន័យថាខ្ញុំសរសេរបំបែកពីនេះមកដល់នេះអូខេអញ្ចឹងបានន័យថា as របស់យើងវាស្មើប៉ុណ្ណឹងហ្នឹងហើយ as របស់យើងតាំងពី as រហូតដល់ខ្លាយទៅជាអាហ្នឹងអញ្ចឹងអានេះមិនគេហៅថា special vector ហ្នឹងហើយ special vector ដែរហ្នឹងហើយអាកន្លែងនេះគេហៅមិន special vector សំដៅ special matrix ដែលកើតចេញពី eigen vector អាហ្នឹងគេហៅ eigen vector matrix ហើយអានេះគេហៅ eigen value matrix កន្លែងនេះ eigen value matrix អញ្ចឹងយើងអាចទៅសេតាំងដោយសញ្ញានេះបាន lambda អញ្ចឹងមិនយើងមាន as ជប់ as as វាមិនស្មើនឹងs lambda អញ្ចឹងហ៎ហ្នឹងហើយយើងទៅសេមិញហ្នឹងយើងសេបានប៉ុណ្ណឹងណាអញ្ចឹងយើងទៅមើលពីលក្ខណៈរបស់ matrix antic អូខេរបស់ matrix antic អញ្ចឹង matrix S ជា matrix អីគេអ្នកគ្នា matrix S ជា matrix ដែលកើតចេញពី eigen vector មែនទេហើយ eigen vector ទាំងពីរនេះគឺសុទ្ធសឹងតែជា independent vector បានន័យថា vector ដែលមានទិសដៅខុសគ្នាហេតុអីបានយើងដឹងពីព្រោះថាវា produce ចេញពី lambda តម្លៃពី lambda ខុសគ្នាអញ្ចឹងកាលណាតម្លៃពីរបស់ lambda ហ្នឹងវាខុសគ្នាអញ្ចឹងវា produce ចេញអា core vector core eigen vector ហ្នឹងក៏ខុសគ្នាដែរក៏ខុសទិសដៅខុសគ្នាដែរបើមិនជាទិសដៅដូចគ្នាដែរអញ្ចឹងអាហ្នឹងគេហៅeigen vector តែមួយបាទហើយយល់ទេមិនមែនជា eigen vector 2ដែលមានខុសគ្នាហើយ produce ចេញពី lambda 2ខុសគ្នាអញ្ចឹងអ្នកគ្នាត្រូវចាំថាគ្រប់ eigen vector ដែល produce ចេញពី eigen value ពីខុសគ្នាគឺជា vector ដែល linearly independent ហ្នឹងហើយបានន័យថាវាអត់មានទិសដៅដូចគ្នាទេអញ្ចឹងបើកាលណាវាអត់មានទិសដៅដូចគ្នាឬមួយក៏វាជា independent vector អញ្ចឹងនៅពេលណាដែលវា form ជា matrix វាក៏ជា independent matrix ដែរបានន័យថា matrix ហ្នឹងគឺមាន independent column អត់មាន matrix ដែលមាន dependent column ទេអញ្ចឹងកាលណា matrix មួយមាន independent column matrix ហ្នឹងមិនដែរគ្នា matrix ហ្នឹងនឹងមាន inverse បាទណា matrix ហ្នឹងនឹងមាន inverse អញ្ចឹងខ្ញុំចង់បាត់ s នេះមកខាងនេះអញ្ចឹងខ្ញុំទៅជា a s ដក1ទេព្រោះអានេះពេលដែលខ្ញុំគុណចូលទៅ s គុណ s ដក1វាទៅជា e អញ្ចឹងហ្នឹងហើយឃើញទេអញ្ចឹងយើងសរសេរ a related ជាមួយនឹង s matrix ហ្នឹងហើយ matrix ដែលកើតចេញពី eigen vector matrix ដែលកើតចេញពី eigen value ហើយនិង matrix inverse របស់ matrix នេះអញ្ចឹងពេលដែលខ្ញុំលើកជា grade អញ្ចឹងអានេះវាមិនទៅជាលើកជា grade ដែរអញ្ចឹងយើងបាន s lambda s ដក1ខ្ញុំអត់សរសេរជាលើកជា grade ខ្ញុំគុណ2ដងពីយើងមកអញ្ចឹងយើងបាន s lambda s ដក1អញ្ចឹងអានេះវាមិន e មែនទេវាមិន e s ដក1គុណ s វាមិន e អញ្ចឹងយើងបាន s lambda s ដក1ប៉ុន្តែ lambda ទៅជា lambda មែន lambda grade អូខេ a សក grade ចុះបើ a សគុណ3 a សគុណ3វាមិនអីគេមិន s lambda grade s ដក1គុណជាមួយនឹង s lambda s ដក1អញ្ចឹងវាមិនទៅជាអីគេអានេះ s ជួបគ្នាមួយ s ទៀតដែរអញ្ចឹង
vì tới chỉ mùi tại chẳng lambda kíp s đỏ mùi chẳng dương miên pattern vì chẳng mà nhung miên a phải còn ấn chẳng dương bạn s lambda phải còn ấn s đỏ mùiហើយ lambda ស្វ័យគុណ n ហ្នឹងវាមិនជា matrix ដែលកើតចេញពីវាមិនជា diagonal matrix មែនទេនេះជា diagonal matrix នេះអញ្ចឹងពេលដែលលើកអាហ្នឹងជាស្វ័យគុណងាយគ្នាងាយអូមែនថាខ្ញុំមាន matrix B ចុះ5 0 0 2បើខ្ញុំចង់លើកជាស្វ័យគុណ10អញ្ចឹងខ្ញុំលើកអានេះស្វ័យគុណ10ខ្ញុំលើកនេះស្វ័យគុណ10ដែលខ្ញុំបានស្រាយតាំងពីដើមវីដេអូហ្នឹងមកអញ្ចឹងឃើញវាងាយមកផ្លែតហើយតែសួរថាបើយើងមាន A ស្វ័យគុណA ចេះចាំសិនចុះ A 2 1 0 A 2 1 0 0តែមួយក៏បញ្ហាដែរ5ឧទាហរណ៍អញ្ចឹងខ្ញុំចង់សាកលើកជាស្វ័យគុណ10មកងាយគ្នាអត់ងាយទេអញ្ចឹងបានគេទៅសេ A នេះឲ្យខ្លាយទៅជាចេះសិនហើយបន្តមកទៀតចាំលើកស្វ័យគុណតាមក្រោយហ្នឹងហើយជាការសិក្សាជាអត្ថប្រយោជន៍នៃ eigen value និង eigen vector គឺយើងអាចហ្នឹងហើយចែកម្លែកបន្ទុកពេលដែលយើងចង់ power matrix A មួយយើងនឹងកុំឲ្យពិបាកតោះណាអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសង្ឃឹមថាគ្នាយើងនឹងអាចយល់ហើយសង្ឃឹមថាហ្នឹងហើយនឹងអាចតាមតន់ពីអីដែលលោកគ្រូនឹងបកស្រាយដោយសារតែមេរៀននេះយើងអត់បានរៀនផ្ទាល់អញ្ចឹងវារៀងពិបាកខ្ញុំចាំបើសិនជាមានចម្ងល់អីអាចសួរនៅខាងក្រោមបានឬក៏សួរ contact មកខ្ញុំក៏បានដែរអរគុណច្រើន